ជាសួស្តីជួបគ្នាម្ដងទៀតហើយជាមួយនឹងសារណា Gaming នៅក្នុង Minecraft បន្ទាប់ពីចូលមកក្នុង Minecraft យើងក៏ដើររកការផ្ដាច់ឈើដើម្បីនឹងយកទៅសង់ធ្វើជាទីលំនៅដោយសារបន្តិចទៀតវាឲ្យនឹងងងឹតចឹងហើយយើងការពារខ្លួនព្រោះពេលយប់ហើយនឹងមិនសូវជាមានសុវត្ថិភាពប្រហែលទេដោយសារតែវាមានទៅដល់ពពួកzombie ជាច្រើននឹងមកយាយយើងនៅពេលយប់ចឹងហើយយើងដើរកាប់ដើមឈើសិនបន្ទាប់ពីកាប់ដើមឈើបានមួយសន្ទុះពេលយប់ក៏បានមកដល់ពេលយប់នេះដែរគឺជាពេលដែលគួរឲ្យរំភើបzombie វាចាប់ផ្ដើមដើររៀបក្បាលជុំវិញនឹងហើយយើងក៏បានដកដើរទៅការពារខ្លួនផងដែរខណៈពេលនឹងដែរយើងក៏បានដើររកកន្លែងសម្រាប់នឹងធ្វើជាទីលំនៅបណ្ដោះអាសន្នសិនដោយសារយើងត្រូវតែរត់គេចខ្លួនពីពួក zombie និយាយមិនតាន់ខិតមកផង zombie ក៏មកយើងក៏ចាប់ផ្ដើមយកដីមកបុកជុំវិញធ្វើជាកន្លែងការពារខ្លួនក្រោយមក zombie ក៏បានមកបានការពារខ្លួនគេកាប់ទៅលើ zombie វិញបន្ទាប់ពីការផាក៏រៀបចំដីម្ដងទៀតដើម្បីធ្វើជាកន្លែងស្នាក់នៅបណ្ដោះអាសន្នសិនដោយសារយើងមិនអាចធ្វើដំណើរទាំងពេលយប់បានទេដោយសារzombieច្រើនជាងយើងក៏រៀបចំកន្លែងជិះដីច្រើនទៅហើយបិទវាខាងលើដើម្បីកុំឲ្យzombieវាអាចនឹងចូលបានពេលបានរួចហើយយើងក៏បានយកក្រេតសម្រាប់ដាក់គេងនៅពេលយប់ផងដែរដើម្បីវាឆាប់ភ្លឺបន្ទាប់ពីភ្លឺយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតដើម្បីនឹងទៅរកផ្ទះ villager ឬក៏យើងអាចហៅថាផ្ទះប្រជាជនតែយើងបានក្រោកពេលព្រឹកហើយក៏បានឃើញនឹង creeper បានទៅសម្លាប់វាតែពេលសម្លាប់វារួចក៏បានឃើញសត្វពីងហើយក៏នឹងសត្វឃ្មុំផងដែរវាបានធ្វើការវាយប្រហារមកលើយើងហើយយើងក៏ព្យាយាមរត់ទៅរកទឹកតែមិនដឹងថាទឹកនៅណាទេគឺចេះទៅរត់យើងមិនរត់ក៏ត្រូវតែស្លាប់បើយើងរត់ក៏វាអាចនឹងមានសង្ឃឹមតែរស់50%នៃយើងឥឡូវយើងឃើញទឹកហើយយើងសម្រាប់ទៅរកទឹកយើងចុះទៅមួយសន្ទុះសិនដើម្បីកុំឲ្យឃ្មុំតិចបានហើយមួយសន្ទុះក្រោយឃ្មុំក៏វានឹងត្រឡប់ទៅវិញដែរខណៈពេលនេះក៏យើងបានរួចខ្លួនពីឃ្មុំហើយតែក៏ព្យាយាមមកទៅបានទៅរកផ្ទះ villager មិនដឹងថាផ្ទះរបស់ពួកគេនៅណាទេចឹងហើយយើងត្រូវធ្វើដំណើរទៅក៏លើបានជួយផ្ទះ villager យើងដើរបណ្ដាដើររកផ្ទះ villager បណ្ដាតែយើងមិនដឹងថាជួប villager នៅពេលណាយើងដើរទៅមុខទៀតស្រាប់តែឃើញមានផ្ទះ villager យើងក៏មិនបានទៅយូរយើងក៏រត់សំដៅទៅរកផ្ទះ villager តែម្ដងដោយសារតែចង់ទៅ villager នៅទីនោះដើម្បីនឹងរកផ្ទះទំនេរស្នាក់នៅបណ្ដោះអាសន្នសិនចឹងហើយយើងក៏បានធ្វើដំណើរទៅកាន់ផ្ទះ villager ដើម្បីនឹងរក villager បន្ទាប់ពីរត់មួយសិតទៅមកក៏ដល់ខ្លួនហើយក៏ញ៉ាំបន្តិចសិនដើម្បីនឹងមានកម្លាំងធ្វើដំណើរទៅមុខបន្តទៀតឥឡូវនេះដែរយើងគ្រាន់តែដើររក villager ដើម្បីនឹងសាកសួរគាត់ពីផ្ទះទំនេរមិញឃើញគាត់នៅនឹងតែឡូវអត់ឃើញអត់ដឹងថាតើណាបាត់ស្មើអូនៅឃើញហើយរត់ទៅសួរគាត់មកសិនអូតើនៅទីនេះមានផ្ទះទំនេរដែរទេបើសិនជាមានផ្ទះទំនេរខ្ញុំសូមស្នាក់អាស្រ័យនៅទីនេះបណ្ដាសន្នសិនដោយសារតែខ្ញុំមកពីចម្ងាយប្រទេសនោះមានបន្ទប់ពីរនៅទំនេរតែនៅចុងជីនៅពេលគាត់បានប្រាប់ថានៅសល់បន្ទប់ពីរទំនេរខ្ញុំក៏ទៅរកមើលបន្ទប់ហើយនឹងស្នាក់នៅក្នុងពេលយប់នេះផងដែរបន្ទាប់ពីមកដល់ផ្ទះដែលនៅចុងគេក៏បានឃើញកូនឆ្កែមួយខ្ញុំក៏បានឲ្យឆ្អឹងទៅវា
ហើយយកវាមកចិញ្ចឹមធ្វើជាឆ្កែចិញ្ចឹមរបស់ខ្ញុំគឺថាឆ្កែនេះឲ្យឆ្អឹងបែរគូតដាក់ទៀតឡើយនេះយើងបានចូលក្នុងបន្ទប់របស់យើងបន្ទប់នេះមើលទៅវារាងតូចបន្តិចប៉ុន្តែមិនអីទេដោយសារតែយើងនៅបណ្ដោះអាសន្នអញ្ចឹង